ដើមចេញពីការធ្វើញ៉ាំលក្ខណៈគ្រួសារណាបាញ់កាញ់ក្តាមមួយកន្លែងនេះគឺថាទទួលបានការគ្រប់គ្រងពីភ្ញៀវច្រើនមែនតើបើតាមអ្វីដែលបងស្រីប្រាប់ Two Sister ហ្នឹងពុកម៉ែបងប្អូនគឺកន្លែងគាត់មានការគ្រប់គ្រងច្រើនមែនតើដោយសារតែជាប្រភេទអាហារប្លែកហើយជាពិសេសបាញ់កាញ់នេះនៅពេលដែលយើងញ៉ាំក្តៅទៅគឺពិតជាមានកម្លាំងមែនតើអ្នកទាំងអស់គ្នាអញ្ចឹងមិនថាមុខរបររ៉ូស៊ីនៅពេលដែលយើងលក់អីប្លែកពីគេហើយមានរសជាតិឆ្ងាញ់អត់ខ្វះទេភ្ញៀវដែល Two Sister ទៅនេះគឺមានឈ្មោះថាយូមីបាញ់កាញ់ក្តាមពុកម៉ែនៅកន្លែងគាត់គឺចាប់ផ្ដើមបើកលក់ពីម៉ោង 8 ព្រឹករហូតដល់ម៉ោង 8 យប់ណា Two Sister នឹងដាក់ព័ត៌មានលម្អិតនៅលើ caption ក៏ដូចជា comment ជាពិសេសពាក់ព័ន្ធទៅនឹង Google Map ណាហើយមើលតែក្តាមរបស់គាត់ទៅគឺគាត់យកជាប្រភេទក្តាមថ្មក្តាមរស់នឹងមកចម្អិនឲ្យយើងតែម្ដងណាហើយអ្វីដែលពិសេសគឺជាប្រភេទខួរក្តាមដែលគាត់ចំហុយនឹងគឺជាប្រភេទខួរក្តាមស្រែតែម្ដងណាអញ្ចឹងនៅពេលដែលយើងមកញ៉ាំបាញ់កាញ់ក្តាមនៅកន្លែងនេះអ្វីដែលមិនអាចចោលបានគឺជាប្រភេទខួរក្តាមចំហុយបែបនេះហើយពុកម៉ែបងប្អូននិយាយទៅអាចារ្យពិសេសរបស់គាត់ហ្នឹងគឺចាន 20000 ហ្នឹងគឺមានលាយចូលគ្នាគ្រប់មុខតែម្ដងហើយសម្រាប់សាច់តសៃវិញគឺមានតសៃមីតសៃបាញ់កាញ់ស្វិតក៏ដូចជាតសៃបាញ់ស្រុងជាដើមហើយសម្រាប់តម្លៃគឺផ្ដើមចេញពី$3ទៅដល់$5ណាអាស្រ័យទៅលើការចូលចិត្តរបស់ពុកម៉ែបងប្អូនក៏ប៉ុន្តែ Two Sister recommend ឲ្យញ៉ាំអាមួយចាន$5ដោយសារតែមានគ្រប់មុខតែម្ដងមិនថាជាប្រភេទក្តាមថ្មខួរក្តាមហើយជាពិសេសគឺមានបកាប្រហិតត្រីក៏ដូចជាពងគ្រួអញ្ចឹងណាហើយសម្រាប់មួយចាននេះគឺចាន$3អញ្ចឹងពុកម៉ែបងប្អូនចូលចិត្តមួយណាគឺថាអាចជ្រើសរើសយកបានហើយយើងក៏អាចហៅខួរក្តាមថែមបានដែរហើយនេះគឺជាវិធីលាយទឹកជ្រលក់ណាពុកម៉ែបងប្អូននៅពេលដែលបានមកញ៉ាំកុំភ្លេចលាយតាម Two Sister ណាគឺថាធានាមកឆ្ងាញ់តែម្ដងនៅពេលដែលយើងលាយស្ករអំបិលក៏ដូចជាម្ទេសម្រេចចូលគ្នាហើយយើងកុំភ្លេចចំបាច់ក្រូចឆ្មាក៏ដូចជាដាក់ជាមួយនឹងអាទឹកបាញ់កាញ់ក្តាមរបស់គាត់ដែលខាប់នឹងពុកម៉ែបងប្អូនគឺថាជាតិតែម្ដងហើយ Two Sister មកនេះគឺមកជាមួយនឹងតែជ្រក់របស់ Freshie ពុកម៉ែបងប្អូននិយាយទៅតែជ្រក់ឬមួយក៏តែទឹកឃ្មុំរបស់ Freshie នេះពុកម៉ែបងប្អូននៅពេលដែលយើងញ៉ាំអាហារទាំងអស់នេះហើយយើងដាក់ទៅគឺថាស្រឡះបំពង់កតែម្ដងហើយអញ្ចឹងយើងចូលមកដល់លក្ខណៈថាចានពិសេសគឺចាន$5ហ្នឹងពុកម៉ែបងប្អូននិយាយទៅនៅពេលដែលយើងអត់មានកម្លាំងអីគឺថាដាក់មួយចាននឹងមកមានកម្លាំងព្រឹសតែម្ដងជាពិសេសខួរក្តាមរបស់គាត់គឺថាជាតិមែនតើអ្វីដែលសំខាន់ទឹកស៊ុបណានិយាយទៅ Two Sister សរសើរមកកន្លែងនេះតែម្ដងព្រោះថាប្រវត្តិរបស់គាត់ហ្នឹងគឺផ្ដើមចេញពីការធ្វើញ៉ាំលក្ខណៈគ្រួសារគាត់ឆ្នៃទេប៉ុន្តែនៅពេលដែលគាត់សាកល្បងលក់ទៅមានអ្នកគ្រប់គ្រងច្រើនដល់ពេលអញ្ចឹងមិនគាត់បើក៏ដូចជាពង្រីកជាហាងតែម្ដងណាអញ្ចឹងមិនថាគំនិតឆ្នៃប្រឌិតរបស់មនុស្សម្នាក់គឺថាប្លែកពីគេអញ្ចឹងនៅពេលដែលយើងធ្វើไปដែលប្លែកថ្មីមានរសជាតិឆ្ងាញ់គឺមិនខ្វះទេអ្នកគ្រប់គ្រងហើយ Two Sister គឺពិតជាសរសើររសជាតិមែនតើនៅពេលដែលយើងមកញ៉ាំក្តៅទៅគឺថាឆ្ងាញ់ណាស់ពុកម៉ែបងប្អូននិយាយទៅបើថាខ្ចប់ទៅផ្ទះអីគឺថាវាអត់សូវឆ្ងាញ់ដូចញ៉ាំនៅកន្លែងក្តៅទេហើយក្រៅពីជាប្រភេទបាញ់កាញ់ក្តាមបែបនេះពុកម៉ែបងប្អូននៅកន្លែងហាងក៏គាត់មានជាមីនុយផ្សេងដែរអញ្ចឹងបងស្រីគឺគាត់លើកមកមួយចាននេះគឺជាប្រភេទលក្ខណៈថាមន់លេងពុកម៉ែបងប្អូនអញ្ចឹងសម្រាប់វីដេអូរបស់យើងនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេកុំភ្លេចបានវីដេអូថ្មីបន្តបាយបាយ